ក្នុងជីវិតមនុស្សគ្រប់គ្នាសុទ្ធតែចង់ឈ្នះយើងចង់ឈ្នះការប្រកួតចង់ជោគជ័យក្នុងការងារចង់បានការសរសើរចង់ឲ្យអ្នកដទៃទទួលស្គាល់សមត្ថភាពរបស់យើងហើយនៅពេលដែលយើងសម្រេចបានអ្វីមួយដែលយើងខិតខំយូរយើងមានសិទ្ធិរីករាយការអបអរសាទរជ័យជំនះការអបអរសាទរជ័យជំនះមិនមែនជារឿងខុសទេប៉ុន្តែមានរឿងមួយដែលយើងត្រូវប្រយ័ត្នគឺកុំឲ្យជ័យជំនះតូចមួយធ្វើឲ្យយើងគិតថាខ្លួនឯងបានឈ្នះគ្រប់យ៉ាងហើយព្រោះពេលខ្លះអ្វីដែលធ្វើឲ្យមនុស្សបរាជ័យមិនមែនជាការបរាជ័យទេប៉ុន្តែគឺជាភាពក្អែងក្អាងបន្ទាប់ពីបានទទួលជ័យជំនះទស្សនៈមួយបានពោលថាជ័យជំនះតូចតាចមិនត្រូវក្អែងក្អាងឡើយឃ្លាខ្លីមួយនេះប៉ុន្តែមានមេរៀនជ្រៅណាស់វាមិនបានប្រាប់យើងថាកុំរីករាយនឹងជោគជ័យទេវាកំពុងប្រាប់យើងថាចូលរីករាយជាមួយជ័យជំនះប៉ុន្តែកុំឲ្យជ័យជំនះគ្រប់គ្រងចិត្តរបស់អ្នក1ជ័យជំនះមួយមិនមានន័យថាអ្នកឈ្នះគ្រប់យ៉ាងនោះទេមនុស្សម្នាក់អាចឈ្នះការប្រកួតមួយប៉ុន្តែវាមិនមានន័យថាគេជាអ្នកខ្លាំងជាងគេគ្រប់វិស័យឡើយអ្នកអាចទទួលបានការងារល្អមួយប៉ុន្តែវាមិនមានន័យថាអ្នកបានជោគជ័យពេញមួយជីវិតហើយនោះទេអ្នកអាចរកប្រាក់បានច្រើននៅថ្ងៃនេះប៉ុន្តែវាមិនមានន័យថាអ្នកនឹងរកបានច្រើនដូចគ្នារហូតទេអ្នកអាចមានអ្នកគាំទ្រច្រើននៅពេលនេះប៉ុន្តែវាមិនមានន័យថាមនុស្សគ្រប់គ្នានឹងនៅជាមួយអ្នកជារៀងរហូតទេជីវិតមិនមែនជាការប្រកួតដែលមានអ្នកឈ្នះតែម្ដងហើយបញ្ចប់នោះទេជីវិតគឺជាដំណើរដែលមានការឈ្នះនិងការចាញ់ឆ្លាស់គ្នាថ្ងៃនេះអ្នកអាចឈ្នះថ្ងៃស្អែកអ្នកអាចត្រូវរៀនពីការបរាជ័យដូច្នេះកុំឲ្យជ័យជំនះមួយធ្វើឲ្យអ្នកមើលស្រាលការប្រកួតនៅថ្ងៃស្អែក2ភាពក្អាងក្អាងអាចធ្វើឲ្យមនុស្សឈប់រៀននេះជាគ្រោះថ្នាក់ដ៏ធំបំផុតនៃជ័យជំនះនៅពេលយើងបរាជ័យយើងចង់រៀនយើងសួរខ្លួនឯងថាតើខ្ញុំខុសត្រង់ណាប៉ុន្តែពេលយើងឈ្នះយើងអាចឈប់សួរសំណួរនេះយើងចាប់ផ្ដើមគិតថាខ្ញុំចេះហើយខ្ញុំពូកែហើយគ្មានអ្នកណាអាចលើសខ្ញុំទេនៅពេលគំនិតនេះចូលក្នុងចិត្តការរៀនចាប់ផ្ដើមឈប់មនុស្សដែលឈប់រៀនគឺចាប់ផ្ដើមដើរថយក្រោយទោះបីគេនៅតែឈ្នះក៏ដោយព្រោះពិភពលោកមិនឈប់រីកចម្រើនជាមួយអ្នកឡើយបច្ចេកវិទ្យាផ្លាស់ប្ដូរចំណេះដឹងថ្មីកើតឡើងមនុស្សថ្មីចូលមកប្រកួតវិធីសាស្ត្រថ្មីកើតឡើងដូច្នេះបើអ្នកឈប់រៀនព្រោះគិតថាខ្លួនឯងពូកែហើយថ្ងៃណាមួយអ្នកអាចត្រូវបានអ្នកដែលអ្នកធ្លាប់មើលស្រាលឈ្នះដោយមិនដឹងខ្លួន3ជោគជ័យគួរធ្វើឲ្យយើងរៀបតាមិនមែនធ្វើឲ្យយើងខ្ពស់ក្រអឺតមនុស្សដែលមានតម្លៃមិនត្រូវការបន្ថែមអ្នកដទៃដើម្បីលើកខ្លួនឯងទេប្រសិនបើអ្នកឈ្នះកុំចាំបាច់សើចចំអកអ្នកដែលចាញ់ប្រសិនបើអ្នកពូកែកុំចាំបាច់មើលងាយអ្នកដែលមិនទាន់ពូកែប្រសិនបើអ្នកមានអ្នកមិនចាំបាច់មើលស្រាលអ្នកដែលមានតិចនោះទេព្រោះអ្នកមិនដឹងថាមនុស្សម្នាក់បានឆ្លងកាត់អ្វីខ្លះដើម្បីមកដល់កន្លែងដែលគេកំពុងឈរហើយអ្នកក៏មិនដឹងដែរថាខ្លួនឯងនឹងទៅដល់កន្លែងណានៅអនាគតដែរភាពរៀបតាមិនធ្វើឲ្យអ្នកតូចទេផ្ទុយទៅវិញវាធ្វើឲ្យអ្នកកាន់តែមានតម្លៃមនុស្សដែលពូកែប៉ុន្តែមានភាពរៀបតាគេនឹងទទួលបានការគោរពមនុស្សដែលមានជោគជ័យប៉ុន្តែមានមេត្តាគេនឹងទទួលបានការស្រឡាញ់ប៉ុន្តែមនុស្សដែលមានជ័យជំនះបន្តិចហើយចាប់ផ្ដើមមើលងាយអ្នកដទៃវិញជ័យជំនះរបស់គេអាចធ្វើឲ្យមនុស្សដទៃមិនចង់អបអរសាទរជាមួយគេទៀតហើយ4កុំភ្លេចថាជ័យជំនះរបស់យើងក៏មានជំនួយពីអ្នកដទៃដែរពេលមនុស្សម្នាក់ទទួលបានជោគជ័យគេច្រើននិយាយថាខ្ញុំធ្វើបានដោយខ្លួនឯងប៉ុន្តែបើគិតឲ្យជ្រៅតើយើងពិតជាធ្វើអ្វីគ្រប់យ៉ាងដោយខ្លួនឯងមែនទេប្រហែលជាមានឪពុកម្ដាយដែលគាំទ្រមានគ្រូដែលបង្រៀន
មានមិត្តភក្តិដែលជួយមានអ្នកណែនាំដែលផ្ដល់បទពិសោធន៍មានមនុស្សម្នាក់ដែលធ្លាប់ជួយយើងនៅពេលដែលយើងធ្លាក់មានអ្នកណាម្នាក់ដែលធ្លាប់ផ្ដល់ឱកាសឲ្យយើងដូច្នេះនៅពេលអ្នកឈ្នះកុំភ្លេចអ្នកដែលធ្លាប់ជួយអ្នកនៅពេលដែលអ្នកមិនទាន់ឈ្នះការចងចាំគុណរបស់អ្នកដទៃគឺជាសញ្ញានៃមនុស្សដែលមានចិត្តធំ 5. កុំឲ្យការសរសើរប្រែទៅជាអន្ទាក់ពេលយើងធ្វើបានល្អមនុស្សនឹងសរសើរគេនិយាយថាអ្នកពូកែណាស់អ្នកអស្ចារ្យណាស់អ្នកល្អជាងគេការសរសើរគឺជារឿងល្អប៉ុន្តែយើងត្រូវដឹងថាការសរសើរអាចคล้ายទៅជាអន្ទាក់ប្រសិនបើយើងចាប់ផ្ដើមជឿថាខ្លួនឯងល្អឥតបំផុតកុំឲ្យពាក្យសរសើររបស់អ្នកដទៃធ្វើឲ្យអ្នកឈប់ទទួលយកការរិះគន់ទេកុំឲ្យមនុស្សប្រាប់ថាអ្នកពូកែរហូតដល់អ្នកមិនព្រមស្ដាប់អ្នកដែលប្រាប់ថាអ្នកមានចំណុចខ្វាយខាតព្រោះមនុស្សដែលរីកចម្រើនគឺមនុស្សដែលអាចស្ដាប់ទាំងការសរសើរនិងការរិះគន់បន្តការសរសើរអាចផ្ដល់កម្លាំងការរិះគន់អាចបង្ហាញចំណុចដែលត្រូវកែទាំងពីរមានប្រយោជន៍ប្រសិនបើយើងចេះទទួលយកដោយមានបញ្ញា 6. ជ័យជំនះពិតប្រាកដមិនមែនគ្រាន់តែឈ្នះអ្នកដទៃទេមានមនុស្សចំនួនគិតថាជ័យជំនះគឺការយកឈ្នះអ្នកដទៃប៉ុន្តែជ័យជំនះដែលមានតម្លៃជាងគេគឺការយកឈ្នះខ្លួនឯងឈ្នះភាពខ្ជិលឈ្នះភាពភ័យខ្លាចឈ្នះការពន្យាពេលឈ្នះអារម្មណ៍ខឹងឈ្នះទម្លាប់អាក្រក់ឈ្នះភាពម៉ានះឈ្នះការចង់បោះបង់ប្រសិនបើថ្ងៃនេះអ្នកអាចក្លាយទៅជាមនុស្សល្អជាងខ្លួនឯងកាលពីម្សិលមិញនោះក៏ជាជ័យជំនះមួយដែរហើយជ័យជំនះប្រភេទនេះមិនចាំបាច់មានអ្នកណាឃើញទេអ្នកមិនចាំបាច់ប្រកាសអ្នកមិនចាំបាច់អួតព្រោះអ្នកដឹងថាអ្នកកំពុងឈ្នះខ្លួនឯង 7. កុំឲ្យជ័យជំនះតូចមួយធ្វើឲ្យអ្នកភ្លេចគោលដៅធំពេលខ្លះមនុស្សម្នាក់ឈ្នះរឿងតូចមួយហើយចាប់ផ្ដើមសម្រាកយូរពេកហើយគេបានប្រាក់បន្តិចហើយគិតថាខ្លួនជោគជ័យហើយបានការងារល្អមួយហើយគិតថាខ្លួនមិនចាំបាច់រៀនទៀតទេបានការសរសើរមនុស្សហើយគិតថាខ្លួនល្អឥតបំផុតនេះជាកន្លែងដែលយើងត្រូវប្រយ័ត្នជ័យជំនះតូចមួយគួរជាជំហានទៅរកជ័យជំនះធំមិនមែនជាកន្លែងដែលយើងឈប់ដែរឡើយបើអ្នកឈ្នះមួយជំហានចូលបន្តទៅជំហានបន្ទាប់បើអ្នកសម្រេចបានគោលដៅមួយចូលកំណត់គោលដៅថ្មីបើអ្នករៀនបានមេរៀនមួយចូលរៀនបន្តកុំឈប់នៅកន្លែងដែលអ្នកទើបតែចាប់ផ្ដើមឈ្នះ 8. មនុស្សធំគឺមនុស្សដែលចេះឈ្នះដោយមិនបន្ថែមអ្នកចាញ់ពេលអ្នកឈ្នះអ្នកអាចបង្ហាញថាអ្នកខ្លាំងប៉ុន្តែវិធីដែលអ្នកប្រព្រឹត្តចំពោះអ្នកដែលចាញ់នឹងបង្ហាញថាអ្នកមានចិត្តបែបណាប្រសិនបើអ្នកឈ្នះហើយចេះលើកទឹកចិត្តអ្នកចាញ់នោះជាភាពថ្លៃណូលប្រសិនបើអ្នកឈ្នះហើយចេះចែករំលែកបទពិសោធន៍នោះជាភាពធំធេងប្រសិនបើអ្នកឈ្នះហើយចេះនិយាយថាខ្ញុំក៏ធ្លាប់ចាញ់ដែរនោះបង្ហាញថាអ្នកមិនបានភ្លេចពីកន្លែងដែលខ្លួនធ្លាប់ចាប់ផ្ដើមព្រោះមនុស្សគ្រប់គ្នាដែលជោគជ័យសុទ្ធតែធ្លាប់មានថ្ងៃដែលមិនទាន់ជោគជ័យដូច្នេះកុំយកជ័យជំនះរបស់អ្នកដើម្បីបំបាក់ទឹកចិត្តអ្នកដទៃចូលយកជ័យជំនះរបស់អ្នកដើម្បីបំពុះទឹកចិត្តអ្នកដទៃសេចក្តីបញ្ចប់ជីវិតមិនដែលសន្យាថាអ្នកនឹងឈ្នះគ្រប់ពេលទេថ្ងៃនេះអ្នកអាចឈ្នះថ្ងៃស្អែកអ្នកអាចចាញ់ថ្ងៃនេះអ្នកអាចមានអ្នកសរសើរថ្ងៃស្អែកអ្នកអាចមានអ្នករិះគន់នេះជាធម្មជាតិរបស់ជីវិតដូច្នេះនៅពេលអ្នកឈ្នះចូលអបអរសាទរប៉ុន្តែកុំក្អែងក្អាងនៅពេលអ្នកចាញ់ចូលរៀនប៉ុន្តែកុំបាក់ទឹកចិត្តនៅពេលគេសរសើរចូលអរគុណប៉ុន្តែកុំឲ្យការសរសើរធ្វើឲ្យអ្នកភ្លេចខ្លួននៅពេលគេរិះគន់ចូលស្ដាប់ប៉ុន្តែកុំឲ្យពាក្យរបស់គេបំបាក់តម្លៃរបស់អ្នកចូលចាំថាជ័យជំនះមិនមែនជាចំណុចបញ្ចប់ទេ
វាគ្រាន់តែជាចំណុចនៃក្លងដំណើរដ៏វែងឆ្ងាយមួយកុំឲ្យជ័យជំនះតូចមួយធ្វើឲ្យអ្នកគិតថាអ្នកបានឡើងទៅដល់កំពូលហើយព្រោះនៅពេលដែលអ្នកគិតថាខ្លួនឯងដល់កំពូលហើយអ្នកអាចឈប់ឡើងហើយនៅពេលដែលអ្នកឈប់ឡើងអ្នកដទៃទៀតនឹងបន្តដំណើរទៅមុខទៅដូច្នេះចូរឈ្នះដោយភាពរៀបតាចូលជោគជ័យដោយការដឹងគុណចូលរីករាយដោយមិនមើលងាយអ្នកដទៃហើយចូលប្រើជ័យជំនះរបស់អ្នកជាអ៊ីនធនៈសម្រាប់ការរីកចម្រើនបន្តទៀតព្រោះមនុស្សដែលមានតម្លៃមិនមែនជាមនុស្សដែលឈ្នះហើយស្រែកថាខ្ញុំល្អជាងគេទេប៉ុន្តែគឺជាមនុស្សដែលអាចនិយាយថាខ្ញុំរីករាយដែលខ្ញុំបានឈ្នះប៉ុន្តែខ្ញុំនៅមានអ្វីច្រើនត្រូវរៀន